ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទសុភ័ក្រដំណើររឿងទៀតហើយសាច់រឿងនេះបានមកពីប្អូនប្រុសម្នាក់ដែលគាត់ផ្ញើមកឲ្យខ្ញុំសាច់រឿងនេះគាត់បាននិយាយថាគាត់បានជួបប្រទះនៅការគាត់រៀនថ្នាក់ទី5អ្វីដែលគាត់មិនអាចភ្លេចបាននៅពេលនោះបានលងបន្លាចគាត់យ៉ាងខ្លាំងធ្វើឲ្យវាជាប់នៅក្នុងចិត្តរបស់គាត់ទោះបីជាច្រើនឆ្នាំក៏ដោយគាត់នៅតែធ្វើបុណ្យនិងឧទ្ទិសកុសលគ្រប់ពេលវេលាដើម្បីកុំឲ្យក្នុងជីវិតគាត់ជួបដូចរឿងក្នុងកាលពីឆ្នាំនោះឬជាតិក្រោយកុំឲ្យជួបរឿងទាំងអស់នេះទៀតតោះកុំរងចាំពេលយូរចូលដល់សាច់រឿងយើងទាំងអស់គ្នារឿងរ៉ាវចាប់ផ្ដើមកាលពីគាត់នៅរៀនបឋមសិក្សាខ្ញុំបានសិក្សាគ្រាន់តែអាចទៅរួចហើយមិនមានគម្រោងច្រើនសម្រាប់អនាគតទេជាងនេះទៅទៀតគ្រួសាររបស់ខ្ញុំមិនមានលុយច្រើនទេដូច្នេះខ្ញុំគ្រាន់តែរស់នៅដូចគេដូចឯងពេលវេលាបានកន្លងផុតទៅជាយូរខ្ញុំបានចូលរៀននៅថ្នាក់ទី4ដោយជ្រើសរើសផ្នែកសិល្បៈនិងរៀនភាសានៅពេលដែលខ្ញុំរៀនថ្នាក់ទី4ឈិតជៀនចូលទៅដល់ថ្នាក់ទី5ខ្ញុំបានទៅដល់ចំណុចដែលគ្រូចាប់ផ្ដើមផ្ដល់ការណែនាំនិងសួរកុមារម្នាក់ៗនៅអ្វីៗក្នុងគោលបំណងរបស់ពួកគេនីមួយៗហើយនោះជាពេលដែលខ្ញុំឈានដល់ចំណុចនោះខ្ញុំមិនដឹងថាខ្ញុំចង់ធ្វើអ្វីទេនៅថ្ងៃអនាគតបន្ទាប់ពីវេលាកន្លងបានផុតទៅក្នុងជីវិតរបស់ខ្ញុំបានមកដល់នៅថ្ងៃមួយក្រុមបាល់ទះរបស់សាលាបានបើកសម្រាប់កម្មវិធីដោយសារខ្ញុំមានកម្ពស់ខ្ពស់និងចូលចិត្តលេងកីឡាខ្ញុំបានដាក់ពាក្យជ្រើសរើសប្រចាំឆ្នាំជាសំណាងល្អរាងកាយរបស់ខ្ញុំខ្ពស់ល្អដូច្នេះខ្ញុំបានឆ្លងកាត់ការជ្រើសរើសហើយក្លាយជាអត្តបុគ្គលិកសម្រាប់សាលាត្រង់ចំណុចនោះខ្ញុំចង់យកវាបន្ថែមទៀតព្រោះប្រសិនបើខ្ញុំលេងនិងទទួលបានរង្វាន់គ្រប់គ្រាន់ខ្ញុំប្រហែលជាអាចរៀននៅសាកលវិទ្យាល័យដ៏ល្បីមួយពេលនោះខ្ញុំបានបន្តលេងកីឡារហូតដល់ថ្ងៃមួយគ្រូហៅយើងទៅប្រជុំពេលយើងមកដល់អង្គុយជុំគ្នាគ្រូដែលជាគ្រូបង្វឹកបាននិយាយថាបើយើងឈ្នះការប្រកួតខាងមុខយើងនឹងអាចបន្តការប្រកួតទៅមុខទៀតបានយើងអាចឈានដល់វគ្គជម្រុះដើម្បីប្រកួតប្រជែងក្នុងនាមជាតំណាងប្រចាំតំបន់ក្នុងសាលាយើងនោះហើយដោយសារតែយើងលះបង់រាងកាយនិងកម្លាំងយើងទីបំផុតយើងបានឈ្នះហើយបន្តប្រកួតប្រជែងពិតប្រាកដទៀតខ្ញុំសប្បាយចិត្តណាស់ហើយមិត្តភក្តិទាំងអស់ក៏សប្បាយចិត្តដែរបន្ទាប់មកយើងហាត់រល្ងាចរហូតដល់ថ្ងៃប្រកួតបន្ទាប់មកដល់នៅថ្ងៃនោះយើងមិនចាំបាច់ប្រញាប់ប្រញាល់ច្រើនទេព្រោះសាលានៅមិនឆ្ងាយប៉ុន្មានទេពេលរសៀលឡានដឹកគ្រូមកហើយគ្រូក៏បន្តទៀតនៅថ្ងៃនោះយើងឈ្នះម្ដងទៀតដូច្នេះយើងនឹងអាចប្រកួតប្រជែងក្នុងជុំកាន់តែស៊ីជម្រៅនៅវគ្គបន្តទៀតដើម្បីជួបក្រុមផ្សេងទៀតនៅជុំបន្តដែលជាក្រុមល្អជាងក្រុមដែលយើងឈ្នះទៅទៀតហើយមានខេត្តជាច្រើននៅឆ្ងាយយើងសប្បាយចិត្តណាស់រហូតដល់ល្ងាចមុនពេលយើងត្រឡប់ទៅវិញបន្ទាប់ពីយើងរៀបចំអីវ៉ាន់រួចហើយយើងបានអង្គុយនិយាយគ្នាលេងយ៉ាងសប្បាយរីករាយដល់ពេលចាំគ្រូរៀបចំឯកសាររួចបើកឡានត្រឡប់មកវិញនៅថ្ងៃនោះរហូតមេឃជិតងងឹតនៅពេលល្ងាចម៉ោងជិត6គ្រូដែលជាគ្រូបង្វឹកបានមកវិញពេលនោះខ្ញុំមានអារម្មណ៍ថាចង់វិលមកដូច្នេះខ្ញុំឲ្យមិត្តភក្តិចូលទៅក្នុងឡានជាមុនសិនចំណែកខ្ញុំដើរទៅបន្ទប់ទឹកហើយបានបើកក្បាលម៉ាស៊ីនទឹកខាងក្រោយហើយយកហ្វូនលាងមុខចេញនៅពេលនោះខណៈដែលខ្ញុំរៀបនឹងលាងមុខជាមួយនឹងទឹកធម្មតាវាប្រែទៅជាមើលទៅខ្ញុំមានអារម្មណ៍ថាញ័រឆ្អឹងខ្នងដូចជាមាននរណាម្នាក់កំពុងឈរមើលខ្ញុំហើយនៅពេលដែលខ្ញុំងាកមកខ្ញុំបានឃើញបុរសចំណាស់ម្នាក់ពាក់អាវពណ៌ខៀវងងឹតដែលមើលទៅខោពណ៌ខ្មៅនិងមួកពណ៌ត្នោតកាន់អំបោះដូងឈរហើយសម្លឹងមកខ្ញុំឡើងភ្ញាក់ផ្អើលខ្ញុំមិនបានគិតថានឹងមានអ្នកនៅពីក្រោយខ្ញុំទេហើយពេលដែលខ្ញុំឃើញដូច្នេះខ្ញុំជាមនុស្សក្មេងនិងជាសិស្សមកពីសាលាផ្សេង
ខ្ញុំបានលើកដៃគោរពគាត់ប៉ុន្តែអ្វីដែលបានកើតឡើងនៅពេលនោះខណៈដែលគាត់កំពុងសម្លឹងមកខ្ញុំគាត់បាននិយាយថាប្រយ័ត្នបើមិនចាំបាច់មិនបាច់មកខេត្តនេះទេពេលនោះខ្ញុំមានអារម្មណ៍ច្របូកច្របល់ណាស់មិនដឹងថាពូមានន័យយ៉ាងណាទេប៉ុន្តែគាត់បាននិយាយឈ្មោះខេត្តមួយខ្ញុំសូមមិនអនុញ្ញាតប្រាប់ឈ្មោះខេត្តនោះទេប៉ុន្តែខ្លឹមសារសំខាន់នៃសាររបស់គាត់គឺគាត់និយាយថាមិនឲ្យគួរទៅទេនៅពេលដែលខ្ញុំបានដើរត្រឡប់មកវិញនៅពេលដែលខ្ញុំឃើញថាមិត្តភ័ក្តិរបស់ខ្ញុំមានភាពសប្បាយរីករាយខ្ញុំបានភ្លេចអំពីរឿងទាំងនោះហើយមិនបានយកមកប្រាប់ពួកគេទេខ្ញុំបានចូលឡានយ៉ាងលឿនមុនពេលគ្រូបានមកវិញបន្ទាប់ពីនោះពេលវេលាបានកន្លងផុតទៅហើយខ្ញុំត្រូវតែនិយាយថានៅពេលនោះវាប្រហែលជា16ឬ17ឆ្នាំមុនការប្រកួតនេះមិនមានស្តង់ដារច្រើនទេដូច្នេះនៅពេលដែលក្រុមមួយផ្សេងទៀតបានឈ្នះព្រោះសាលានោះមានចំណែកល្អប្រសើរពួកគេបានរៀបចំការប្រកួតនៅទីនោះទៀតសាលារបស់ខ្ញុំមិនអីទេជាមួយពួកគេហើយដោយសារតែវានៅឆ្ងាយគ្រូដែលជាគ្រូបង្វឹកបាននិយាយថាសាលានឹងមានថវិកាសម្រាប់ផ្ដល់ប្រាក់ឧបត្ថម្ភដល់អ្នកទាំងអស់គ្នាហើយប្រហែលជាយើងត្រូវស្នាក់នៅទីនោះមួយយប់ពេលនោះពួកយើងទាំងអស់គ្នាសប្បាយចិត្តណាស់ព្រោះមិនត្រឹមតែយើងបានទៅចូលរួមប្រកួតទេតែវាក៏ដូចជាការបានទៅលេងអញ្ចឹងដែរនៅទីបំផុតថ្ងៃនោះក៏បានមកដល់ដោយសារតែយើងធ្វើដំណើរឆ្ងាយទៅភូមិភាគកណ្ដាលពួកយើងបានបើកឡានហើយអ្នកបើកឡានមកពីភូមិភាគឦសានមានចម្ងាយប្រហែល200គីឡូម៉ែត្រយើងដែលបានទៅទីនោះមុនមួយថ្ងៃគ្រូបានកក់កន្លែងស្នាក់នៅឲ្យពួកយើងប៉ុន្តែដោយសារយើងមានថវិកាតិចតួចពេកហើយនឹងមានគ្នាច្រើនកន្លែងដែលស្នាក់នៅមិនសូវល្អទេគ្រូប្រាប់យើងកុំឲ្យគិតច្រើនពេកហើយយប់នោះឲ្យសម្រាកឲ្យបានគ្រប់គ្រាន់ព្រឹកឡើងយើងអង្គុយផឹកកាហ្វេជាមួយគ្រូបានហើយនឹងអញ្ជើញពួកយើងដូច្នេះយើងចង់ចេញទៅខាងក្រៅបន្តិចដើម្បីស្វែងរកទំនាក់ទំនងមួយចំនួនតើអ្វីដែលល្អនឹងត្រឡប់មកវិញពេលគ្រូចេញទៅគ្រូប្រាប់មិត្តភ័ក្តិឲ្យមើលថែគ្នាកុំឲ្យមានរឿងអ្វីកើតឡើងបន្ទាប់ពីអង្គុយញ៉ាំកាហ្វេឬបាយថ្ងៃត្រង់ពេលគ្រូបញ្ជារួចយើងទាំងអស់គ្នាក៏ចេញដំណើររៀងៗខ្លួនដើម្បីរៀបចំចូលគេងប៉ុន្តែព្រោះនៅក្មេងៗពេកអាយុមិនច្រើននៅពេលអាហារថ្ងៃត្រង់រួចព្រោះក្មេងៗបានញ៉ាំអាហារមួយប្រអប់រួចមិនគ្រប់គ្រាន់សម្រាប់ពួកគេបន្ទាប់ពីញ៉ាំរួចពួកយើងក៏ចាប់ផ្ដើមឃ្លានបង្អែមហើយក៏គិតថាចង់ផឹកទឹកដោះគោមួយដបទៀតហើយដោយសារតែមានកង់ចតនៅកន្លែងដែលយើងស្នាក់នៅមិត្តម្នាក់បាននិយាយឡើងប្រាប់យើងថាហេតើអ្នកចង់ទៅទិញអាហារញ៉ាំទេតោះជិះទៅហាងលក់គ្រឿងទេសនៅតែមានលុយខ្លះនៅក្នុងខ្លួនយើងនឹងទិញខ្លះហើយចែករំលែកវាខ្លះមិនអីទេយើងនឹងទៅជាមួយគ្នាថ្ងៃស្អែកខ្ញុំចង់ផឹកទឹកដោះគោផ្អែមមួយដបដើម្បីឲ្យមានថាមពលហើយបន្ទាប់ពីមិត្តភ័ក្តិរបស់ខ្ញុំម្នាក់បានអញ្ជើញខ្ញុំមកខ្ញុំបានទទួលយកហើយនិយាយថាខ្ញុំនឹងទៅជាមួយអ្នកដែលតាមពិតខ្ញុំគ្រាន់តែមានអារម្មណ៍ថាចង់ចេញទៅក្រៅទេដូច្នេះយើងបានយល់ព្រមទៅហើយបន្ទាប់មកគ្នាយើង5នាក់អ្នកណាចង់ញ៉ាំអ្វីខ្លះគេនឹងទុកលុយខ្លះឲ្យពួកយើងហើយសរសេរវានៅលើក្រដាសមកខ្ញុំជិះកង់ជាមួយមិត្តស្រីហើយមិត្តភ័ក្តិ3នាក់ទៀតសុទ្ធតែជាមិត្តភ័ក្តិប្រុសពួកយើងម្នាក់អាចជិះកង់ជាមួយគ្នាបានហើយមិត្តម្នាក់ទៀតបានជិះកង់ដូច្នេះមិត្តខ្ញុំជិះតែម្នាក់ឯងរហូតដល់ពួកយើងជុំគ្នាបន្ទាប់មកយើងជិះចេញពីកន្លែងស្នាក់នៅហើយជិះតាមផ្លូវដោយសារតែនៅខេត្តនិងបរិយាកាសពីមុនអ្វីៗក៏ស្ងាត់ដែរភ្លើងបំភ្លឺផ្លូវងងឹតណាស់ដូច្នេះវាមានអារម្មណ៍ថាផ្លូវទាំងមូលនិងសង្កាត់គឺស្ទើរតែជារបស់យើងជិះរហូតមិនយូរប៉ុន្មានបន្ទាប់ពីយើងបានជិះកង់នេះមិត្តភ័ក្តិរបស់ខ្ញុំ
បានចង្អុលបង្ហាញថាពួកគេអាចនឹងប្រកួតនៅទីនោះនៅថ្ងៃស្អែកបន្ទាប់មកយើងក៏ព្យាយាមជិះរហូតដល់ពេលយើងជិះក៏ចាប់ផ្ដើមបន្តទៅទៀតខ្ញុំមានអារម្មណ៍ថាចម្ងាយដែលយើងជិះកង់គួរតែលើសពី2គីឡូម៉ែត្រហើយពួកគេកាន់តែទៅកាន់តែស្ងប់ស្ងាត់វាហាក់ដូចជាគ្មានអ្វីសោះទោះយើងទៅឆ្ងាយយ៉ាងណាក៏នៅតែរកមិនឃើញរហូតដល់ទីបំផុតយើងបានទៅដល់ផ្លូវប្រសព3ផ្លូវដែលជាផ្លូវប្រសពគ្នាមានន័យថាយើងនឹងអាចទៅឆ្វេងឬស្ដាំដូច្នេះយើងបានពិភាក្សាគ្នាអំពីផ្លូវមួយណាដែលត្រូវទៅបន្តហេតើយើងគួរទៅផ្លូវណាស្ដាំគឺអាក្រក់ឆ្វេងគឺល្អតើយើងគួរទៅឆ្វេងឬស្ដាំមិនអីទេតោះទៅខាងឆ្វេងហេតុអ្វីបានជាយើងគួរទៅខាងឆ្វេងមិត្តភក្តិម្នាក់ទៀតសួរហេតុអ្វីបានជាយើងគួរទៅខាងឆ្វេងបន្ទាប់ពីមិត្តភក្តិយើងនិយាយបែបនោះយើងទាំង5នាក់ក៏បត់ឆ្វេងបន្តទៀតខ្ញុំត្រូវនិយាយថាដោយសារយើងជាអត្តបុគ្គលិកយើងមិនបាននឿយហត់ទេគ្រាន់តែសង្ឃឹមថាពួកយើងទាំងអស់គ្នានឹងរកអ្វីញ៉ាំរហូតដល់ពួកយើងទៅដល់មួយរយៈដែលលើកនេះមួយសន្ទុះរហូតដល់មិត្តភក្តិយើងម្នាក់បានចាប់ផ្ដើមនិយាយថាគាត់ចង់ឲ្យយើងត្រឡប់ទៅវិញព្រោះប្រហែលជាគ្មានអ្វីនៅម្ដុំនេះទេហើយផ្លូវក៏ចាប់ផ្ដើមគួរឲ្យខ្លាចពីផ្លូវកៅស៊ូទៅជាផ្លូវគ្រួសក្រហមទៅហើយបើពួកយើងបន្តខ្លាចថាវានឹងមានគ្រោះថ្នាក់ហើយមិនដឹងថាយើងនឹងទៅដល់ណាទេប៉ុន្តែអ្វីដែលបានកើតឡើងនោះគឺនៅពេលនោះយើងឃើញថានៅមិនឆ្ងាយប៉ុន្មាននៅសងខាងផ្លូវមានហាងមួយមានភ្លើងបំភ្លឺក្នុងទីងងឹតពេលឃើញដូច្នេះសប្បាយចិត្តក៏ប្រញាប់ជិះកង់សម្ដៅទៅហាងពេលទៅដល់នោះពួកយើងទាំងអស់គ្នាបានឃើញថាហាងនេះមើលទៅដូចជាស្ថានីយ៍ប្រេងប៉ុន្តែវានៅខាងមុខផ្ទះអ្នកណាម្នាក់ខ្ញុំមិនដឹងថាកន្លែងផ្សេងទៀតហៅវាថាម្ដេចទេប៉ុន្តែនៅផ្ទះខ្ញុំហៅវាថាខ្នប់បំពង់ដែលជាខ្នប់មានបំពង់កញ្ចក់ដែលត្រូវបូមប្រេងឥន្ធនៈចេញពីធុងពេលយើងទៅដល់ទីនោះយើងក៏ឃើញស្ថានីយ៍ប្រេងក៏មានលក់អាហារសម្រន់ដែរដូចជាហាងលក់ទំនិញតាមខេត្តដូច្នេះយើងបានទិញអាហារមួយចំនួនខ្ញុំបានរើសអាហារសម្រន់ជាច្រើនមុខមុននឹងដាក់ក្នុងកាបូបបន្ទាប់ពីយើងដាក់ក្នុងកាបូបរួចរាល់ហើយបន្ទាប់ពីបង់លុយរួចពេលដែលពួកយើងរៀបនឹងចេញដំណើរស្ត្រីចំណាស់ដែលអ្នកលក់ដូរបានសួរយើងថាយើងមកពីណាហេតុអ្វីបានជាយើងមើលទៅដូចជាធម្មតាពួកឯងមិនមែនមកពីតំបន់នេះមែនទេពួកយើងមកពីខេត្តផ្សេងមកប្រកួតកីឡាបាល់ទះប៉ុន្តែពួកយើងឃ្លានខ្លាំងរហូតដេកមិនលក់ទើបពួកយើងរកទិញអាហារសម្រន់ដូចនេះយ៉ាងណាក៏ដោយបន្ទាប់ពីមិត្តភក្តិរបស់ខ្ញុំម្នាក់ឆ្លើយរួចបែរជាឃើញថាធីជាអ្នកលក់បានមើលមកយើងដូចជាមានអ្វីរំខានគាត់ដូច្នេះខ្ញុំប្រញាប់ប្រាប់មិត្តភក្តិរបស់ខ្ញុំថាយើងគួរប្រញាប់ទៅក្រោយឬពេលទិញទំនិញរួចរាល់ពេលនេះមេឃងងឹតហើយតែពេលយើងជិះចេញទៅយាយចំណាស់បានឲ្យពូម្នាក់ចេញមកហើយហៅមករារាំងពេលយើងរៀបនឹងចេញដំណើរទៅពេលនោះស្ត្រីចំណាស់ស្រែកថាយើងនៅទីនេះមួយយប់សិនហើយកុំប្រញាប់ត្រឡប់ទៅវិញពេលនោះមិត្តភក្តិខ្ញុំខ្លះមើលមុខគ្នាខ្លះសើចហើយខ្លះនិយាយថាចុះថៃតើនរណានឹងមកទីនេះបន្ទាប់មកមិត្តស្រីរបស់ខ្ញុំនិងមិត្តភក្តិប្រុសៗ3នាក់ទៀតបានទៅនិយាយជាមួយមិត្តស្រីរបស់ខ្ញុំហើយនិយាយថាយើងមិនអាចទៅបានទេតើយើងអាចទៅដោយរបៀបណាហើយហេតុអ្វីបានជាយើងត្រូវស្នាក់នៅទីនេះវាអាស្រ័យលើពួកយើងទាំងអស់គ្នាសូមពិចារណាថាខ្ញុំបានប្រាប់អ្នកហើយដូច្នេះវាអាស្រ័យលើអ្នកតើអ្នកចង់នៅទីនេះឬត្រឡប់ទៅស្លាប់នៅពេលនោះខ្ញុំមិនអាចជឿថាបរិយាកាសដែលមើលទៅគួរឲ្យអស់សំណើចនឹងប្រែក្លាយទៅជាគួរឲ្យខ្លាចទាល់តែសោះនឹងតានតឹងក្នុងពេលតែមួយវិនាទីពេលមិត្តស្រីខ្ញុំស្រែកបែបនោះ
ធ្វើឲ្យខ្ញុំនិងមិត្តភក្តិពីរនាក់ទៅទាញមិត្តភក្តិ3នាក់ទៀតចេញពេលនោះមិត្តភក្តិដែលមកជាមួយក៏និយាយថាខ្លាចអីឆ្លៀតឱកាសទៅបើឯងចង់ត្រឡប់ទៅវិញហេតុអ្វីខាតពេលនិយាយបន្ទាប់មកយើងក៏ជិះកង់ចេញខណៈមិត្តស្រីខ្ញុំនៅតែនិយាយពីក្រោយខ្ញុំពូគ្រាន់តែឈរមើលពួកយើងប៉ុន្តែពួកយើងមិនខ្វល់ហើយជិះចេញទៅមេឃចាប់ផ្ដើមងងឹតរហូតដល់មើលអ្វីមិនឃើញសោះដែលសុកពីផ្លូវដែលខ្ញុំទៅតែឃើញផ្លូវបន្តិចពេលនោះមិត្តភក្តិរបស់ខ្ញុំមួយចំនួនបាននិយាយថាពួកគេចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចហើយនិងមិនស្រួលក្នុងខ្លួនបរិយាកាសគួរឲ្យខ្លាចដែលមិនអាចពិពណ៌នាបានទាល់តែសោះផ្លូវនោះជាផ្លូវស្ងាត់គ្មានផ្ទះនៅសងខាងផ្លូវនិងគ្មានភ្លើងមិត្តភក្តិខ្ញុំបានបន្តជិះកង់ទៀតមានអ្វីដែលមិននឹកស្មានដល់បានកើតឡើងនៅពេលដែលខ្ញុំជិះកង់មួយនោះបានបែកកង់ហើយមានសំឡេងខ្លាំងស្ទើរតែដួលយើងត្រូវទាញជើងរបស់យើងនៅលើដីហើយនោះជាវាដោយសារតែមានអ្វីកើតឡើងកង់ដែលមិត្តភក្តិខ្ញុំជិះនោះមិនអាចទៅមុខទៀតបានទេពេលនោះមិត្តភក្តិរបស់ខ្ញុំខ្លះចុះមកដើរអ្នកដែលនៅសល់អង្គុយអូសជើងដោយព្យាយាមរុញកង់នឹងដៃឲ្យជាប់មួយសន្ទុះក្រោយមកបន្ទាប់ពីពួកគេមិនអាចជិះកង់បានទៅទៀតស្រាប់តែមានរឿងអ្វីមួយកើតឡើងវាដូចជាមានសំឡេងនរណាម្នាក់ដើរតាមពួកគេហើយពួកយើងឃើញថារាល់ពេលដែលពួកយើងងាកឬឈប់ដើរសំឡេងនឹងស្ងាត់ហើយបន្ទាប់មកវានឹងមកតាមយើងម្ដងទៀតនៅពេលយើងចាប់ផ្ដើមដើរដូច្នេះយើងនិយាយគ្នាទៅវិញទៅមកបើមានអ្វីកើតឡើងយើងពិតជាមិនរត់ទេការដើរជាក្រុមនឹងមានសុវត្ថិភាពជាងរត់ដោយមិនដឹងទិសដៅរហូតដល់ពួកយើងដើរបានមួយសន្ទុះមិត្តភក្តិរបស់ខ្ញុំម្នាក់បានសួរថាហេតុអ្វីបានជាយើងដើរយូរម្ល៉េះទោះបីពួកយើងបានដើរកន្លងមកប៉ុន្តែហេតុអ្វីបានជាយើងនៅតែមិនដល់ផ្លូវបំបែកខ្ញុំមានអារម្មណ៍ថាមិនគួរទៅឆ្ងាយទេព្រោះពេលនេះខ្ញុំចូលមកខ្ញុំចាំបានថាមិនយូរប៉ុន្មានទេហើយខ្ញុំពិតជាមិនដឹងថាហេតុអ្វីទោះខ្ញុំដើរប៉ុន្មានក៏ទៅនៅតែមិនទៅដល់មិនថាខ្ញុំមើលទៅទីណាក៏ងងឹតដែរលុះមកដល់ចំណុចមួយស្រាប់តែឮសំឡេងគំលងបាត់ទៅមួយសន្ទុះស្រាប់តែមានរឿងកើតឡើងម្ដងទៀតពោលគឺពួកយើងទាំងអស់គ្នាបានឃើញដូចគ្នាមានស្រមោលខ្មៅដូចមានអ្វីមួយស្រមោលនៅសងខាងផ្លូវមិនខ្ពស់ជាងចង្កេះប៉ុន្មានទេហើយពេលដើរទៅជិតមិត្តភក្តិខ្ញុំក៏ឈប់ភ្លាមពេលឃើញស្រមោលនៅចិញ្ចើមផ្លូវជាក្មេងប្រុសអាយុប្រហែល4ទៅ5ឆ្នាំកាន់បាល់កៅស៊ូហើយឈរលេងយ៉ាងដូចនេះមិត្តភក្តិរបស់ខ្ញុំម្នាក់បានសួរថាតើខ្ញុំបានឃើញវាឬអត់ហើយអ្នករាល់គ្នាក៏ឆ្លើយថាខ្ញុំក៏បានឃើញវាដែរនៅពេលនោះខ្ញុំមិនជឿទេថាក្មេងនោះនឹងឲ្យបាល់រមៀលរហូតដល់វាឈប់នៅមុខរបស់ពួកយើងពេលយើងងាកមកមើលក្មេងប្រុសនៅតែកាន់បាល់កៅស៊ូដូចធម្មតាប៉ុន្តែអ្វីដែលរមៀលគឺក្បាលក្មេងប្រុសនោះទៅវិញមិត្តប្រុសខ្ញុំប្រញាប់ប្រាប់ថាកុំនិយាយអ្វីធ្វើពុតជាមិនឃើញហើយក៏ប្រញាប់ដើរកាត់ទៅមិត្តភក្តិរបស់ខ្ញុំទាំងអស់បានបន្ទាបក្បាលខ្លះខ្ទប់ខ្នងហើយបន្ទាប់មកពួកយើងទាំងអស់គ្នាខ្ញុំបានដើរឆ្លងកាត់ប៉ុន្តែនៅពេលនោះពេលដែលខ្ញុំរៀបនឹងដើរនោះខ្ញុំស្រាវស្រើបរហូតដល់ខ្ញុំស្ទើរតែឆ្កួតក្នុងពេលនោះហើយនៅពេលដែលក្មេងនោះនិយាយទៅកាន់យើងទាំងអស់គ្នាថាបងមិនឃើញខ្ញុំទេហេតុអ្វីបានជាអ្នកមិនលេងជាមួយខ្ញុំពួកយើងព្យាយាមទាញដៃគ្នាព្យាយាមខត់គ្នាមិនឲ្យរត់រហូតដើរបានមួយសន្ទុះយើងឃើញរទេះមួយដែលមើលទៅដូចជារទេះលក់សាច់ក្រអាំងដែលជាសាច់ក្រកបែបធំតូចជាច្រើនទម្រង់នៅពេលដែលយើងដើរទៅទីនោះយើងឃើញយ៉ាងច្បាស់ថាមានអ្នកលក់នៅរទេះនោះប៉ុន្តែអ្នកលក់ស្រីនោះគ្មានមាត់គ្មានច្រមុះគ្មានភ្នែកវាច្បាស់ណាស់ថាមុខរបស់នាង
ប្រឡងដូចជានាងបានលាបជួរកៅស៊ូអ្វីមួយហើយលាបលើមុខរបស់នាងអ្វីដែលនាងបានធ្វើគឺពេលនាងប្រើកាំបិតកាប់សាច់ក្រកខ្ញុំឃើញថានាងប្រហែលជាមើលមិនឃើញអ្វីទាល់តែសោះហើយនាងក៏កាប់ដោយដៃនាងផ្ទាល់ខ្ញុំភ័យខ្លាចខ្លាំងណាស់ខ្ញុំមិនដឹងថាពេលណាយើងទាំងអស់គ្នាបានទុកកងចោលហើយយើងទាំងអស់គ្នាបានដើរដោយដៃទទេជាមួយមិត្តភ័ក្តិ5នាក់ហើយបន្ទាប់ពីដើរកាត់រទេះនោះអ្វីដែលបានកើតឡើងគឺខ្ញុំមានអារម្មណ៍ក្តុកក្តួលជាខ្លាំងនៅពេលដែលរទេះនោះរំកិលបន្តិចម្ដងដោយគ្មានអ្នកលក់មកជាមួយមានតែរទេះនោះដើរតាមដោយមិនឈប់រហូតដល់ដើរបានមួយសន្ទុះអ្វីៗក៏បាត់ទៅវិញមិត្តភ័ក្តិខ្លះយំខ្លះស្លន់ស្លោប៉ុន្តែក្រោយមកអ្វីមិនទាន់ចប់នៅឡើយទេលុះប្រហែល5នាទីកន្លងផុតទៅយើងឃើញថាមានបុរសវ័យកណ្ដាលម្នាក់កំពុងដើរកាន់ព្រះពុទ្ធបដិមាពណ៌មាសដើរយឺតមករកយើងហើយពេលគាត់ដើរមកជិតយើងឃើញថាមនុស្សដែលកំពុងដើរមករកយើងយ៉ាងច្បាស់ដូចជាគាត់គ្មានជើងទេមានតែរាងកាយរបស់គាត់ចុះទៅជង្គង់របស់គាត់ហើយនៅសល់ក៏បាត់ទៅវិញយើងមិនអាចធ្វើអ្វីក្រៅពីបន្ទាបក្បាលហើយដើរកាត់បែបនោះនៅពេលនោះខ្ញុំមិនដឹងថាយើងនឹងជួបរឿងអ្វីទៀតទេហើយតើរទេះនៅតែតាមឬអ្នកកាន់រូបព្រះពុទ្ធនោះបានបាត់ខ្លួនឬក៏អត់រហូតមកដល់ចំណុចមួយយើងឃើញថាមានមនុស្ស2នាក់ឈរនៅមុខយើងមើលទៅហាក់ដូចជាមនុស្សមានរាងកាយសើមនិងមុខពណ៌ប្រផេះឈរនៅកណ្ដាលផ្លូវពេលនោះមិត្តភ័ក្តិច្រើនអ្នកចាប់ផ្ដើមភ័យស្លន់ស្លោហើយស្រែកខ្លាំងៗខ្លះលើកដៃឡើងលើក្បាលថាខ្ញុំខ្លាចហើយមិនធ្វើអ្វីមកលើយើងទេយើងសុំចេញពីទីនេះហើយនឹងអ្វីដែលខ្ញុំឃើញគឺបន្ទាប់ពីមិត្តភ័ក្តិខ្ញុំសួររួចពួកយើងទាំង2នាក់បានចង្អុលទៅខាងឆ្វេងដែលជាខាងស្ដាំរបស់យើងហើយពេលខ្ញុំមើលទៅខាងក្រោមខ្ញុំឃើញថាវាជាផ្លូវតូចមួយដែលមានស្មៅទម្រង់ជាផ្នែកហើយវាជាផ្លូវចុះទៅវាលស្រែតែផ្លូវមួយណាជាផ្លូវចាក់ចេញសម្រាប់យើងភ័យណាស់អនុញ្ញាតឲ្យយើងចេញក្រៅទៅហើយបន្ទាប់ពីមិត្តភ័ក្តិម្នាក់សួរថាអ្វីដែលខ្ញុំឃើញគឺពួកគេទាំង2នាក់ងក់ក្បាលហើយមិត្តខ្ញុំម្នាក់និយាយថាតោះចេញទៅខាងនេះគាត់មានចិត្តមេត្តាហើយឲ្យយើងចេញទៅប៉ុន្តែនៅវិនាទីនោះមិត្តប្រុសម្នាក់ទៀតព្យាយាមទាញដៃមិត្តភ័ក្តិម្នាក់ទៀតហើយនិយាយថាកុំទៅមិនជឿដើរចុះទៅខាងផ្លូវនេះដូច្នេះហើយនៅពេលនោះមិត្តភ័ក្តិខ្ញុំប្រកែកព្រោះខ្លាចខ្លាំងព្រោះគ្រប់គ្នាភ័យខ្លាចចង់រត់នៅទីបំផុតវាបានប្រែថាមិត្តភ័ក្តិរបស់ខ្ញុំទាំង3នាក់ដែលជាមិត្តប្រុសបានដើរចុះមកជាមួយគ្នានៅពេលនោះវាប្រែថានៅពេលដែលជាមួយមិត្តភ័ក្តិប្រុសរបស់ខ្ញុំនៅលើផ្លូវដីជាមួយគ្នាខ្ញុំព្យាយាមប្រាប់គាត់ឲ្យចុះទៅណាក៏ដោយមិត្តខ្ញុំចុះទៅប៉ុន្តែមិត្តម្នាក់ទៀតឈ្មោះបែនមិនព្រមទៅទេខ្ញុំចាញ់ហើយមិនដឹងថាត្រូវធ្វើអ្វីបន្តទៀតហើយអ្វីដែលខ្ញុំបានឃើញនោះគឺនៅពេលនោះខ្ញុំបានឃើញមិត្តរបស់ខ្ញុំដើរកាត់មនុស្ស2នាក់នោះគាត់រឹងរូសខ្លាំងណាស់គាត់ដើរដោយការតាំងចិត្តដែលខ្ញុំមិនដឹងថាខ្ញុំគួរធ្វើយ៉ាងណាហើយអ្វីដែលខ្ញុំគិតនោះគឺដោយសារតែនៅទីនោះមានមនុស្ស3នាក់នៅទីនោះហើយមួយទៀតនៅទីនេះខ្ញុំបានសម្រេចចិត្តថាខ្ញុំគួរតែទៅជាមួយមិត្តរបស់ខ្ញុំដែលស្ថិតក្នុងជនជាតិភាគតិចហើយបន្ទាប់មកខ្ញុំក៏ចាប់ដៃគ្នាអោនទៅគាត់ហើយឆ្លៀតឱកាសអ្វីក៏ដោយដែលបានកើតឡើងសូមឲ្យវាคล้ายជាសុបិនទៅចោះដូច្នេះខ្ញុំក៏ដើរតាមមិត្តខ្ញុំហើយឆ្លងកាត់មនុស្ស2នាក់នោះបន្ទាប់មកខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេប៉ុន្តែវាដូចជាខ្ញុំបានឈានដល់ដែនកំណត់របស់ខ្ញុំចាប់ផ្ដើមងងឹតមុខភ្លាមហើយពេលវេលាកន្លងផុតទៅ
ពេលខ្ញុំដឹងខ្លួនម្ដងទៀតខ្ញុំបានរកឃើញថាក្រុមសង្គ្រោះបានដាក់ខ្ញុំពេលខ្ញុំភ្ញាក់ឡើងមន្ត្រីបានសួរខ្ញុំថាខ្ញុំមកទីនេះធ្វើអ្វីតើមានគ្រោះថ្នាក់ទេហើយនៅពេលដែលខ្ញុំក្រឡេកមើលជុំវិញខ្ញុំឃើញថាខ្ញុំកំពុងដេកនៅផ្លូវបំបែកជាមួយប៉ែនដែលដេកនៅក្បែរខ្ញុំពិតជាឈឺក្បាលខ្លាំងណាស់មិនដឹងថាត្រូវធ្វើអ្វីទេដូច្នេះគាត់បាននាំខ្ញុំទៅមន្ទីរពេទ្យពេលយើងទៅដល់ហើយយើងមិនសូវឈឺទេដូច្នេះគាត់ឲ្យយើងដេកចុះមួយសន្ទុះក្រោយមកគ្រូដែលជាវគ្រូបង្វឹកក៏មកប៉ុន្តែនៅពេលដែលគាត់មកដល់មុនពេលគាត់សួរអ្វីបានគឺដូចជាគាត់មានរឿងអ្វីត្រូវធ្វើហើយពិតជារវល់ខ្លាំងណាស់ដូច្នេះគាត់ត្រូវតែលើកទូរស័ព្ទគាត់រវល់តែប៉ុណ្ណឹងប៉ុន្តែមួយសន្ទុះក្រោយមកពេលគ្រូដើរចូលមកវិញខ្ញុំនិងមិត្តភក្តិឃើញគ្រូដើរមកទាំងទឹកភ្នែកដូចជាទើបតែមានរឿងអ្វីកើតឡើងដូច្នេះយើងបានសួរថាមានរឿងអ្វីកើតឡើងហើយអ្វីដែលគ្រូនិយាយគឺគ្រូនិយាយថាមិត្តភក្តិ3នាក់ទៀតបានស្លាប់ដោយសារលង់ទឹកទាំងអស់ប៉ុន្តែនៅក្នុងសំណាងអាក្រក់នេះក៏នៅមានសំណាងខ្លះដែរនោះគឺសាកសពទាំង3ត្រូវបានរកឃើញពួកគេទាំងអស់គ្នាត្រូវបានគេរកឃើញហើយទាញឡើងខ្ញុំតក់ស្លុតយ៉ាងខ្លាំងហើយមិនជឿអ្វីដែលខ្ញុំបានឮរឿងរ៉ាវទាំងមូលគឺប្រទះឃើញសាកសពទាំង3នាក់ក្នុងស្រះមួយដេកក្បែរគ្នានៅមាត់ស្រះនេះនៅហួសផ្លូវប្រសពបន្តិចប៉ុន្តែកន្លែងកើតហេតុមានស្នាមជើងមនុស្ស3នាក់ដើរចូលទឹកបន្ទាប់មកមិត្តភក្តិខ្ញុំនិងខ្ញុំបានប្រាប់ពួកគេគ្រប់យ៉ាងទាំងមន្ត្រីនិងអ្នកផ្សេងទៀតដែលបានឮបាននិយាយថាយើងមិនគួរចូលទេព្រោះអ្នកភូមិជាច្រើនមិនហ៊ានចូលទៅទីនោះទេព្រោះវាជាផ្លូវខ្មោចឆ្លងកាត់វាជាផ្លូវចេញពីមន្ទីរពេទ្យសម្រាប់អ្នកភូមិជាច្រើនភូមិដែលទម្រង់ទៅប្រាសាទបូជាសពព្រោះនៅតំបន់នោះមានប្រាសាទតែមួយគត់ដូច្នេះផ្លូវនោះពោរពេញទៅដោយមនុស្សឈឺសាច់ញាតិនិងសាកសពមិនពាក់ព័ន្ធមនុស្សរាប់មិនអស់បានឆ្លងកាត់វាពេលខ្ញុំដឹងរឿងគ្រប់យ៉ាងខ្ញុំសោកស្ដាយជាខ្លាំងខ្ញុំមិនគួរទៅទីនោះទេខ្ញុំគ្រាន់តែបន្ទោសខ្លួនឯងហើយមិនដឹងថាហេតុអ្វីបានជាគេធ្វើបែបនេះដាក់ពួកយើងទេទោះបីវាជាផ្លូវខ្មោចក៏ដោយបន្ទាប់មកខ្ញុំបានគិតពីរឿងមួយទៀតបើយើងមិនរឹងរូសហើយជឿស្ត្រីចំណាស់នៅស្ថានីយ៍ប្រេងដែលជាម្ចាស់លក់គ្រឿងទេសដេកជាមួយគេនោះយើងមិនស្លាប់ទេប៉ុន្តែបន្ទាប់ពីមិត្តភក្តិខ្ញុំប្រាប់ហើយគេសួរថាតើស្ថានីយ៍ប្រេងនោះនៅឯណាអញ្ជើញខ្ញុំព្យាយាមប្រាប់គាត់ថាស្ថានីយ៍ប្រេងឥន្ធនៈដែលយើងឃើញនោះមើលទៅដូចជាផ្ទះមួយដូចជាហាងលក់គ្រឿងទេសហើយមានបំពង់បូមទឹកនៅមុខផ្ទះប៉ុន្តែតើមានអ្វីកើតឡើងពួកគេថានៅទីនោះមានទេហើយមានតែទីសក្ការៈបូជាប្រេងឥន្ធនៈពិតជាមិនមានទេវាជាទីសក្ការៈរបស់លោកពូដែលព្យាយាមជួយយើងប៉ុន្តែយើងមិនជឿទេហើយក៏មិនត្រឡប់ទៅវិញចំពោះអ្វីដែលយើងបានញ៉ាំនោះគេគិតថាប្រហែលជាគុយទាវដែលគេដាក់នៅទីសក្ការៈហើយតើបងប្អូនយល់យ៉ាងណាដែរសូមខមមិនខាងក្រោមវីដេអូនេះបើមានកំហុសខុសឆ្គងត្រង់ណាខ្ញុំសូមអភ័យទោសហើយអរគុណសម្រាប់ការស្ដាប់រហូតដល់ចប់សូមជម្រាបលា